សូមស្វាគមន៍និងសួស្តីអ្នកនរគ្នាវិលត្រឡប់មកវិញជាមួយនឹងកូនបាសកម្លាំងខ្លាំងដែលដាក់ខ្លួនលក់ក្នុងតម្លៃទាបជាដំបូងយើងចូលមកកាន់ការបើកប្រអប់បើភ្លាមយើងទទួលបានថ្នាំយក្សមួយគ្រាប់សៀវភៅក្បាច់គុណត្រុនស្មាតបានធានារយៈពេល1ឆ្នាំនិង6ខែទៅលើថ្មខ្សែ USB Type C និងខ្សែ aux-in 3.5 mm ជាចុងក្រោយគឺអាវភ្លៀងរាងរបស់ speaker នេះស្រដៀងទៅនឹងថ្នាំយក្សមួយអញ្ចឹងឬ HomePod របស់ Apple តួខ្លួន speaker នេះស្រោបដោយអាលុយមីញ៉ូមពាក់កណ្ដាលខាងលើនិងជ័រស្វិតស្រោបដោយសាច់ក្រណាត់នៅពាក់កណ្ដាលខាងក្រោមឲ្យមើលទៅដូចជារបស់ថ្លៃអញ្ចឹងវាមានបាត14សង់ទីម៉ែត្រនិងកម្ពស់ 19.3 សង់ទីម៉ែត្រនឹងមានទម្ងន់2គីឡូជាងឯណោះដោយសារតែ speaker នេះមានសំឡេងខ្លាំងដូចនេះត្រុនស្មាតបានបន្ថែមទ្រនាប់ជ័រស្វិតរាងមូលធំមួយនៅបាតខាងក្រោមដើម្បីឲ្យមានលំនឹងល្អផ្នែកចំហៀងខាងក្រោមនៃ speaker នេះមាន USB Type C និង DC port សម្រាប់សាកថ្មរុន aux-in 3.5 mm និងប៊ូតុងបិទបើកមួយហើយយើងក៏អាចចុចបិទបើកវាបានដែរនៅពេលដែលយើងបិទសន្ទះមួយនេះចំណែកឯផ្នែកខាងលើនៃ speaker នេះវិញជាប្រភេទជ័រខ្មៅភ្លឺរលោងដែលបានបង្កប់ថាច់ប៊ូតុងដូចជាប៊ូតុងសេរីសំឡេងចុះឡើងប៊ូតុង play stop ប៊ូតុង Bluetooth ឬ voice assistant និង logo NFC មួយទៀតសម្រាប់ចំណាប់អារម្មណ៍ខ្ញុំគិតថារចនាប័ទ្ម speaker នេះគឺមើលទៅស្អាតធាត់កម៉ាក់ម៉ាប់ដូចកូនជ្រូកចឹងនិងធ្វើឲ្យអារម្មណ៍ខ្ញុំគិតថាវាមិនដំណើរទេខ្ញុំសូមបញ្ជាក់បន្តិច speaker នេះជាប្រភេទ indoor គឺជា speaker សម្រាប់ស្ដាប់នៅក្នុងបន្ទប់ឬមិនថាអ្នកដាក់នៅក្នុងជ្រុងណាមួយនៃផ្ទះឬបន្ទប់ឬកន្លែងធ្វើការណាក៏ដោយដែលមានសណ្ឋានជាបន្ទប់ហើយវានឹងផ្ដល់សំឡេង360ដឺក្រេដែលឮគ្រប់ជ្រុងនីមួយៗស្មើគ្នាព្រោះ speaker នេះមាន driver ចំនួន4នៅគ្រប់ជ្រុងនីមួយនិង woofer ចំនួន1នៅខាងក្រោមនិង passive radiator ចំនួន8សម្រាប់ជំនួយដល់សំឡេងបុកបាសងំខ្លាំងគឺថា speaker នេះមិនធ្វើឲ្យយើងត្រឹមតែឮសំឡេងតែមួយមុខទេវាបានផ្ដល់នូវអារម្មណ៍បុកដឹបមិនថាក្នុងកម្រិតសំឡេងទាបក៏ដោយសម្រាប់សំឡេងគឺដល់60វ៉ាត់ឯណោះ10វ៉ាត់សម្រាប់ tweeter ក្នុងមួយ driver និង20វ៉ាត់នៃ woofer និងទ្រទ្រង់ដោយ Soundpost Technology ពីក្រុមហ៊ុនត្រុនស្មាតផ្ទាល់សម្រាប់ការភ្ជាប់វិញយើងអាចធ្វើការភ្ជាប់បាន3របៀបដោយតាមខ្សែ aux 3.5 mm Bluetooth និង NFC ដែលផ្នែកខាងលើមានភ្លើង LED ពណ៌សទោះស្ថិតនៅក្នុងស្ថានភាពងងឹតក៏ដោយក៏យើងនៅតែអាចមើលសញ្ញាវាឃើញដែរដូចនេះយើងមិនអាចវាយតម្លៃវាផ្ទាល់បានទេព្រោះថា speaker នេះមានសំឡេងធំជាងតួខ្លួននិងបាសបុកធ្ងន់ជាង2គីឡូនៃតួខ្លួនទាំងមូលវាទៅទៀតវាមាន function 3គឺ triple bass effect អញ្ចឹងយើងអាចស្ដាប់បទចម្រៀងតែមួយបទប៉ុន្តែឮខុសគ្នាជា3ទម្រង់ទៅតាមការកំណត់របស់យើងអាចបដូរទម្រង់នេះបានដោយប៉ះទៅលើប៊ូតុងនេះជាប់2វិនាទីសម្រាប់ការបដូរbalance ជាសំឡេងធម្មតាទូទៅសម្រាប់ស្ដាប់បទចម្រៀងផ្សេងហើយមានតុល្យភាពស្មើគ្នារវាង woofer និង driver 3D sound ជាប្រភេទសំឡេងដែលឮព័ទ្ធជុំវិញអាចនិយាយបានថាជា surround sound វាល្អសម្រាប់មើលរឿង deep bass គឺសំដៅទៅលើការបញ្ជូនសំឡេងពី16ទៅ80 Hz ដែលធ្វើឲ្យសំឡេងបាសបុកស៊ីជម្រៅបន្ថែមភាពញ័ររាល់ពេលបាសបុកម្ដងspeaker នេះបានបំពាក់មកជាមួយនឹង Bluetooth 5.0 អញ្ចឹងរាល់សំឡេងនិងរូបភាពគឺរត់ដេញស្មើគ្នាល្អហើយមានរយៈចម្ងាយ10ម៉ែត្រ speaker នេះបានបំពាក់នៅប្រព័ន្ធការពារទឹកកម្រិត IPX5 nice អញ្ចឹងហើយស្ថានភាពទឹកសឹងតែទាំងអស់ហើយដែលយើងអាចការពារបានកុំតែយកវាទៅបោះចូលក្នុងទឹកទៅ speaker នេះមានថ្មទំហំ 12000 mAh នេះអាចជាផ្នែកមួយដែលយើងគួរសរសើរត្រុនស្មាត
ព្រោះទំហំថ្មប៉ុណ្នេះគឺថាចាក់ចម្រៀងត្រឹមកម្រិតសំឡេង 50% អី 20 ម៉ោងរឹងតែម្ដងសម្រាប់សំឡេង 100% វិញគឺ 5 ម៉ោងកន្លះសម្រាប់ខ្ញុំអាចជាលើកដំបូងហើយដែលបានស្ដាប់ speaker ប៉ុណ្នេះដែលមាន woofer ជំនួយដើររកទៅទោះជេក៏គ្មានដែរសម្រាប់តម្លៃក្រោម$100នេះបាសវាមិនលឺរ៉ែទេទោះអ្នកបើកក្នុងកម្រិតសំឡេង 100% ក៏ដោយទៅលើបទ hip hop ដែលមានសាច់បាសបុកញ័រខ្លាំងក៏អាចទប់បានដែរគឺដោយសារតែវាមាន woofer ចំនួន1និងសន្ទះ passive radiator ចំនួន8ចំពោះសំឡេងចម្រៀងនិងសាច់ភ្លេងក៏ចែកដាច់គ្នាបានយ៉ាងល្អដែរមុននឹងឈានទៅដល់ការ test speaker នេះខ្ញុំសូមស្នើសុំឲ្យអ្នកទាំងអស់គ្នាប្រើកាសជំនួសវិញសម្រាប់តម្លៃក្រោម$100នេះគឺមិនថ្លៃទេបើធៀបជាមួយនឹង speaker របស់ក្រុមហ៊ុនដទៃព្រោះថាសំឡេងនិងសាច់បាសវាធ្វើការលើសចំនួនទឹកលុយដែលយើងបានចំណាយទៅហើយ What's coming? All right, done. What's next? No matter how fast you are. Not too weak compared to you. No one outruns their past. I am more easy, you trying your best to become me. And mine just caught up to me. Been a long time, though. ចំណុចខ្លាំងរបស់វាគឺអាចធ្វើការចល័តបានមាន woofer ជំនួយដល់សាច់បាសបុកបានធ្ងន់អាយុថ្មវែងនិងមានមុខងារកំណត់សំឡេងមានប្រព័ន្ធការពារទឹកកម្រិត IPX5 និងសំឡេងល្អថ្លៃជាងតម្លៃអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូនេះកុំភ្លេចជួយ like និង subscribe ផងហើយបើសិនជាមានចម្ងល់សូម comment នៅខាងក្រោមជួបគ្នានៅវីដេអូក្រោយទៀតអរគុណ